នៅក្នុងភូមិដាច់ស្រយាលមួយមានបរិសម្នាក់ឈ្មោះនាយប៉ោងគាត់មានរូបរាងធាត់ធំសម្បើមសម្បុរខ្មៅស្រអាប់សក់រួញក្រញាញ់ជាប់ស្បែកក្បាលនិងមានទម្រង់ច្រមុះកន្ទ្រឹបខុសពីគេរូបរាងពីកំណើតនេះបានក្លាយជាទោសកំហុសដ៏ធ្ងន់ធ្ងរក្នុងកែវភ្នែកអ្នកជិតខាងប៉ោងព្យាយាមរស់នៅដោយសុចរិតគាត់ធ្លាប់បើករទេះលក់ដូរនិងបបរគ្រឿងនៅក្បែរដើមពោធិ៍ធំប៉ុន្តែទោះជាបបរនោះមានរសជាតិឆ្ងាញ់និងស្អាតបាតយ៉ាងណាក៏ដោយក៏គ្មានអ្នកភូមិណាម្នាក់ហ៊ានឈានជើងចូលទិញឡើយដោយពួកគេដើរវៀងនិងខ្សឹបខ្សៀវគ្នាទាំងកែវភ្នែកខ្ពើមរអើមថាមុខអាក្រក់ដូចបិសាចចឹងនរណាហ៊ានស៊ីពេលប៉ោងទៅសុំការងារធ្វើជាកម្មករលីសែងឬស៊ីឈ្នួលច្រូតកាត់ថៅកែក៏ដេញក្បាលគាត់ចេញទាំងមិនគិតលុយថ្លៃទឹកចិត្តឡើយភាពអត់ឃ្លាននិងសម្ពាធពីការរើសអើងបានធ្វើឲ្យប៉ោងធ្លាក់ខ្លួនឈឺធ្ងន់គាត់ដេកដកដង្ហើមញាប់នៅក្នុងខ្ទមទ្រុឌទ្រោមចុងភូមិតែម្នាក់ឯងគ្មានថ្នាំសង្កូវគ្មានសាច់ញាតិមកសួរសុខទុក្ខរហូតដល់ថ្ងៃដែលដង្ហើមចុងក្រោយរបស់គាត់ត្រូវបានកាត់ផ្ដាច់ក្រោយការស្លាប់របស់គាត់មួយថ្ងៃមកទើបអ្នកភូមិធំក្លិនស្អុយភាយចេញពីក្នុងខ្ទមពេលមេភូមិនិងបរោះ2-3នាក់ធាក់ទ្វារចូលទៅពួកគេស្ទើរតែចង់ក្អួតចង្អោរព្រោះសាកសពរបស់នាយប៉ោងដោយសារតែរូបរាងធាត់ស្រាប់និងស្លាប់ជាងមួយថ្ងៃមកហើយនោះបានហើមឡើងទិលស្បែកប្រែជាពណ៌ខៀវខ្មៅក្រម៉ៅពោពេញទៅដោយវត្ថុរាវហូរចេញតាមរន្ធច្រមុះនិងមាត់ឯភ្នែកទាំងពីររបស់សពបើកឡើងទិលសម្លឹងមើលទៅដំបូលផ្ទះគួរឲ្យរន្ធត់ជាពន់ពេកដោយសារគ្មានបងប្អូនគណៈកម្មការវត្តក៏រៀបចំពិធីបុណ្យខ្មោចអនាថាឲ្យគាត់ទាំងប្រញាប់ប្រញាល់នៅនឹងខ្ទមនោះពេលដែលត្រូវលើកសពដាក់ចូលក្តារមឈូសបុរសខ្លាំងចំនួន4នាក់បានចូលទៅលើកប៉ុន្តែចម្លែកត្រង់ថាលើកយ៉ាងណាក៏មិនរួចសាកសពធ្ងន់ដូចថ្មភ្នំមេភូមិឃើញដូច្នោះក៏ហៅគ្នាបន្ថែមទៀត4នាក់សរុបទាំងអស់8នាក់សាច់ដុំឡើងកង់ប្រើឈើខ្វែងជួយសែងផងទើបអាចលើកសពនាយប៉ោងដែលហើមប៉ោងនោះញាត់ចូលទៅក្នុងក្តារមឈូសបានទាំងលំបាកទាំងឮសំឡេងក្តារមឈូសស្រែកទ្រហឹងគ្រើតដោយសារទ្រទម្ងន់សពស្ទើរមិនចង់ជាប់នៅយប់ទី1ពេលដែលអ្នកភូមិប្រុស2-3នាក់អង្គុយយាមខ្មោចនិងលេងបៀដោះស្រាយការងងុយដេកស្រាប់តែបរិយាកាសជុំវិញប្រែជាត្រជាក់ស្រេបខុសធម្មតាភ្លើងទៀនដែលដុតនៅក្បាលមឈូសចាប់ផ្ដើមរលត់ម្ដងមួយទោះបីជាគ្មានខ្យល់បក់ក៏ដោយភ្លាមនោះពួកគេបានឮសំឡេងគោះក្តារពីខាងក្នុងក្តារមឈូសតុកយឺតមុននឹងសំឡេងដកដង្ហើមធំបែបហត់នឿយនិងដកដង្ហើមធ្ងន់ហឹសដែលជាសំឡេងប្រចាំកាយរបស់នាយប៉ោងពេលគាត់នៅរស់បានបន្លឺឡើងចេញពីក្នុងក្តារមឈូសយ៉ាងច្បាស់ក្រឡែតវាខ្សឹបខ្សៀវតាមចន្លោះឈើថាខ្ញុំឃ្លានគ្មានអ្នកណាឲ្យខ្ញុំស៊ីទេធ្វើឲ្យអ្នកយាមទាំងនោះភ័យស្លន់ស្លោរត់ជន់ជើងគ្នាចោលរោងបុណ្យទាំងកណ្ដាលអាត្រៀតលុះដល់ពេលយប់បន្ទាប់ផ្ទះអ្នកភូមិម្នាក់ដែលនៅចម្ងាយប្រហែល50ម៉ែត្រពីខ្ទមសពដែលជាផ្ទះធ្លាប់ជេរប្រមាថនិងដេញប៉ោងមិនឲ្យចូលទិញអីវ៉ាន់កំពុងតែដេកលក់ស្រាប់តែប្រពន្ធម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនឡើងដោយសារធំក្លិនស្អុយរលួយសពភាយចូលមកតាមចន្លោះបង្អួចក្លិននោះស្អុយខ្លាំងរហូតដល់ថប់ដង្ហើមនាងខំប្រឹងបើកភ្នែកមើលទៅមាត់ទ្វារស្រាប់តែឃើញស្រមោលបរោះធាត់ម្នាក់ឈរងងឹតស្លុបបាំងពន្លឺព្រះច័ន្ទជិតឈឹងនៅត្រង់មាត់ទ្វាររបងស្រមោលនោះមិនដើរចូលមកទេប៉ុន្តែវាឈរធ្ងន់នៅទីនោះហើយសំឡេងដីខ្សាច់ជុំវិញផ្ទះឮសូរដូចមានមនុស្សទម្ងន់ជាង100គីឡូដើរអូសជើងស៊ូកជុំវិញរបងផ្ទះទាំងមូលឯសត្វឆ្កែនៅក្នុងភូមិមិនព្រុសឡើយប៉ុន្តែពួកវាបែរជាស្រែកលូផ្អើលពេញភូមិទាំងសំឡេងភ័យញ័រនិងក្រាបក្បាលចុះដល់ដីខុសពីធម្មតាឈុតឆាកដែលគួរឲ្យខ្លាចបំផុតគឺកើតឡើងចំពោះថៅកែស្រែដែលធ្លាប់បដិសេធមិនទទួលប៉ោងឲ្យធ្វើការនៅយប់នោះគាត់កំពុងតែដេកលក់លើគ្រែឈើក្រាស់មួយស្រាប់តែពាក់កណ្ដាលអាត្រៀតគាត់មានអារម្មណ៍ថាគ្រែឈើរបស់គាត់ស្រាប់តែក្រត
នឹងស្រត់ចុះមកខាងយ៉ាងខ្លាំងដូចជាមានមនុស្សទម្ងន់ធ្ងន់ណាស់មកអង្គុយពីលើគាត់ប្រឹងបើកភ្នែកទាំងពិបាកដោយសារអាការៈត្រូវខ្មោចសង្កត់ហើយនៅចុងជើងក្រែរបស់គាត់មានដុំពកខ្មៅដ៏ធំមួយកំពុងអង្គុយបែកខ្នងទម្ងន់នោះសង្កត់លើជើងរបស់គាត់រហូតដល់ឈឺចុកចាប់ដោយការពិតស្រាប់តែស្រមោលនោះងាកក្បាលមកយឺតបង្ហាញឲ្យឃើញទម្រង់មុខហើមទល់ភ្នែកលៀនសម្លឹងចំមកគាត់ទាំងមានទឹកលឿងហូរស្រក់តក់មកលើកម្រាលពូករួចបន្លឺសំឡេងស្អកនិយាយឡើងថាបើកន្លែងការងារឯងវិញយើងសុំដេកទីនេះហើយថៅកែនោះភ័យស្ទើរលេចនោមបិទភ្នែកសូត្រធម៌ទាំងទឹកភ្នែករហូតដល់មាន់រងាវទើបទម្ងន់នោះរលាយបាត់ទៅប៉ុន្តែនៅលើកម្រាលពូកត្រង់ចុងជើងនៅសល់ស្នាមទឹកលឿងធំក្លិនស្អុយអាសោចដែលជាភ័ស្តុតាងថាវាមិនមែនជាការយល់សប្តិឡើយក្រោយពីមានការលងបន្លាចដ៏រន្ធត់និងពិតប្រាកដបែបនេះមកមេភូមិនិងអ្នកភូមិទាំងអស់ក៏ដឹងខ្លួនខុសនៅថ្ងៃបូជាសពពួកគេបានធ្វើពិធីសុំខមាទោសជាឱឡារិកនៅមុខមឈូសពួកគេបានធ្វើម្ហូបអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់ស្លៀកពាក់ឲ្យសពស្អាតបាតនិងឧទ្ទិសកុសលជូនផលបុណ្យទាំងឡាយដើម្បីប៉ះប៉ូវនៅរាល់ការរើសអើងដែលពួកគេធ្លាប់ធ្វើដាក់គាត់កាលពីនៅរស់ពេលភ្លើងបូជាចាប់ផ្ដើមឆេះផ្សែងខ្មៅស្រអាប់បានហុយឡើងទៅលើមេឃហើយក្លិនស្អុយទាំងប៉ុន្មានក៏រលាយបាត់ទៅតាមខ្យល់ចាប់ពីថ្ងៃនោះតទៅមនុស្សយើងម្នាក់កើតមកគ្មាននរណាម្នាក់អាចគូសវាសឬជ្រើសរើសរូបរាងកាយពណ៌សម្បុរឬឋានៈបានតាមចិត្តចង់នោះឡើយព្រោះរបស់ទាំងនេះជាអ្វីដែលធម្មជាតិផ្ដល់ឲ្យតែប៉ុណ្ណោះរូបរាងកាយខាងក្រៅគ្រាន់តែជាសម្បកកាយបណ្ដោះអាសន្នដែលគង់នឹងរលាយទៅវិញនៅថ្ងៃណាមួយប៉ុន្តែអ្វីដែលកំណត់តម្លៃពិតប្រាកដរបស់មនុស្សគឺស្ថិតនៅលើទង្វើចិត្តគំនិតនិងសមត្ថភាពខាងក្នុងការដែលមនុស្សម្នាក់យកលក្ខណៈរូបសម្បត្តិពីកំណើតរបស់អ្នកដទៃមកធ្វើជាផ្ទាំងស៊ីបសម្រាប់ការរើសអើងជេរប្រមាថឬបង្អាប់បង្អោនវាមិនបានបង្ហាញពីភាពខ្ពង់ខ្ពស់របស់អ្នករើសអើងនោះឡើយផ្ទុយទៅវិញវាផ្ដន់ទាទោសនិងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពអន់ថយនៃចិត្តគំនិតនិងកម្រិតយល់ដឹងរបស់ពួកគេតែប៉ុណ្ណោះសេចក្តីថ្លៃថ្នូរដ៏ពិតប្រាកដនៅក្នុងសង្គមគឺកើតចេញពីការចេះបើកចិត្តឲ្យទូលាយទទួលយកនិងគោរពនៅរាល់ភាពខុសគ្នារបស់មនុស្សជុំវិញខ្លួនរូបរាងកាយមិនល្អឥតខ្ចោះមិនមែនជាទោសកំហុសឬជារឿងដែលត្រូវខ្មាស់អៀននោះទេប៉ុន្តែចិត្តគំនិតដែលតូចចង្អៀតនិងការមើលងាយមនុស្សដូចគ្នាទើបជាកំហុសដ៏ពិតប្រាកដហេតុនេះចូលឈប់យកកែវភ្នែករបស់អ្នកដទៃមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងតម្លៃខ្លួនឯងហើយចូលរស់នៅឲ្យមានមោទនភាពផ្ដល់តម្លៃឲ្យខ្លួនឯងនិងសាងតម្លៃតាមរយៈទង្វើល្អព្រោះគ្មាននរណាម្នាក់មានសិទ្ធិមកកាត់សេចក្តីជីវិតរបស់យើងក្រៅពីយើងខ្លួនឯងនោះឡើយ